គុំប្រិយមិត្តមកកាន់គឹកកសាព័ត៌មានផ្នែកមេគង្គរបស់យើងខ្ញុំក្តៅកុកក្រៅបែកសារសម្ងាត់ធំរញជួយប្រតិអំណាចខុនលបែងចារកម្មហ៊ុនសែនយួនបែកខ្ទេចហ៊ីងប៊ុនហៀងត្រូវបារាំងប្រកាសចាប់ខ្លួនជាបន្ទាន់ប្រិយមិត្តជាទីគ្រប់នឹងជាទីស្នេហាលបែងនយោបាយនៅស្រុកខ្មែរក៏ដូចជាលបែងចារកម្មនៅប្រទេសកម្ពុជាក៏ព្រោះតែអំណាចរបស់លោកហ៊ុនសែនជាអ្នកបង្កើតឡើងនិងផ្ដល់ឲ្យយួនធ្វើជាចៅហ្វាយទើបស្រុកខ្មែរយើងមិនអាចណារើខ្លួនបានជាការពិតណាស់កត្តាការបង្ហាញជាសារៈសំខាន់ថាលបែងនយោបាយនិងទស្សនវិជ្ជាចារកម្មហ៊ុនសែនត្រូវបានបំបែកយ៉ាងឆាប់រហ័សបំផុតព្រោះនយោបាយយោធាខ្មែរទ្រាំលែងបាននិងតម្រូវការបង្កើតនៃមហិច្ឆតារបស់ខ្លួននៅក្នុងសកម្មភាពថ្មីនេះគោលការណ៍ផ្លាស់ប្ដូរនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាការពិតផ្អែកទៅលើការកំណត់គោលដៅដ៏ច្បាស់លាស់បំផុតនេះដើម្បីរដ្ឋាភិភាពរបស់ខ្លួនដល់ពេលនេះយួនបានអស់សង្ឃឹមទាំងស្រុងជាមួយនឹងកត្តាអំណាចរបស់លោកហ៊ុនសែនស្ថិតនៅក្នុងលក្ខណៈភុយស្រួយបំផុតទោះលោកហ៊ុនសែនខំប្រឹងវិចឡើងនៅអំណាចមួយនេះឡើងវិញនៅឲ្យព្រះមហាក្សត្រផ្ដល់ឋានៈមន្ត្រីជាន់ខ្ពស់នៅក្នុងផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាក្តីតែសភាវៈពិតវាមិនដូចការពិតអ្វីដែលលោកហ៊ុនសែនកំពុងតែលើកឡើងចំពោះចំហរបស់ខ្លួននៅក្នុងផ្ទៃគណៈបកប្រជាជនកម្ពុជាទៀតនោះទេហើយពេលនេះចំហនៅក្នុងផ្ទៃគណៈបកប្រជាជនកម្ពុជាគឺផ្ទៃក្នុងកំពុងតែមានភាពកក់ក្ដៅដល់សកម្មដោយកត្តាយល់ដឹងពីចារកម្មយួនហ៊ុនសែនបានឃើញច្បាស់នៅចន្លោះប្រហោងរបស់ខ្លួនលោកហ៊ុនសែនបានរៀបចំរឿងមួយប្លែកៗចំពោះមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈបកប្រជាជនកម្ពុជាចំនួន2រូបនោះគឺការតែងតាំងនិងដំឡើងឋានតរស័ក្តិឋានៈនាយឧត្តមសេនីយ៍ផុតលេខបកាយ5នៃកងយុទ្ធពលខេមរៈភូមិន្ទដល់លោកទាបាញ់និងអ្នកស្រីម៉ែនសំអននៅថ្ងៃទី16ខែមីនាឆ្នាំ2025ក្នុងកិច្ចការតែងតាំងនេះដែរប្រទេសក្នុងបានបញ្ជាក់ថាវាគឺជាឆាកល្ខោនរបស់លោកហ៊ុនសែននៃក្រុមចារកម្មយួនហ៊ុនសែននៅក្នុងប្រទេសកម្ពុជាជាអ្នកបង្កើតឡើងនិងកំពុងធ្វើឲ្យមានសកម្មភាពស្ងៀមស្ងាត់ចំពោះប្រទេសក្នុងសារជាថ្មីម្ដងទៀតដោយដំឡើងឋានតរស័ក្តិចំពោះមន្ត្រីពីររូបនេះក្នុងនេះការលើកឡើងរបស់សម្ដេចក្រឡាហោមសខេងបាននិយាយថាសង្ស័យលើព្រះរាជក្រឹត្យដំឡើងឋានតរស័ក្តិឋានៈនាយឧត្តមសេនីយ៍ផុតលេខបកាយ5នេះនៃកងយុទ្ធពលខេមរៈភូមិន្ទដោយទទួលពីសម្ដេចពិជ័យសេនាទាបាញ់និងអ្នកស្រីមានសំអននោះជាការតែងតាំងខុសនីតិវិធីច្បាប់ព្រោះគ្មានវត្តមានព្រះមហាក្សត្រនៅក្នុងប្រទេសកម្ពុជានៅក្នុងការតែងតាំងចំពោះបុគ្គលទាំងពីរនេះចំណុចចុងក្រោយនៃចំហរបស់លោកហ៊ុនសែនធ្វើឡើងសម្រាប់មនុស្សទាំងពីរនេះក៏ដោយពេលដឹងថាអ្វីគ្រប់យ៉ាងវាសម្រាប់នៅលើវោហាសាសនៅលើទស្សនវិជ្ជារបស់លោកហ៊ុនសែនគ្រប់សពបែបយ៉ាងហើយលបែងលេខមួយនេះដែលសម្ដេចពិជ័យសេនាទាបាញ់បានឃើញច្បាស់ថាលោកហ៊ុនសែនមិនគួរធ្វើរបៀបនេះនោះទេធ្វើឡើងក៏មិនអាចទៅរួចខ្លួននោះដែរព្រោះលំហនៅក្នុងអង្គភាពតបបានបញ្ជាក់យ៉ាងច្បាស់នៃក្រុមតបក្បែរខ្លួនរបស់លោកហ៊ុនសែនក៏ត្រូវបែកបាក់ដល់ធ្ងន់ធ្ងរព្រមទាំងមានមន្ត្រីទាំងពីររូបដែលត្រូវប្រទេសបារាំងចាប់ខ្លួនគឺលោកហ៊ុយពិសិដ្ឋនិងលោកហ៊ីងប៊ុនហៀងដែលជាមនុស្សក្បែរខ្លួនរបស់លោកហ៊ុនសែននោះប្រិយមិត្តជាទីគោរពនិងជាទីស្នេហាសម្ដេចពិជ័យសេនាទាបាញ់បានប្រាប់មហាជនថារូបលោកមិនខ្វល់ពីកម្លាំងរបស់លោកហ៊ុនសែនទៀតនោះទេបច្ចុប្បន្ននេះព្រោះកត្តាការរៀបចំស្ថិតនៅក្នុងក្រមចារកម្មយួននៅកម្ពុជាជាចំណុចចុងក្រោយនៃការបង្ហាញខ្លួនจริงរបស់សម្ដេចពិជ័យសេនាទាបាញ់ឲ្យឃើញច្បាស់វាគឺជាហានិភ័យសម្រាប់ប្រទេសកម្ពុជានៅពេលអនាគតដូច្នេះភាព
គុណគូដល់ស៊ីជំរឿមួយនេះរបស់សម្ដេចទាបាញ់គឺសហការជាមួយលោកសខេងដើម្បីគ្រប់គ្រងនៃស្ថានភាពជនអន្តោប្រវេសន៍មកពីយួននិងឫកុលជនអន្តោប្រវេសន៍ទាំងអស់នោះឲ្យមានលក្ខណៈធ្វើអ្វីក៏លែងបានដូចជានៅក្នុងឃុំមិនមានដៃជើងមុខមាត់អ្វីដែលអាចបង្កើតជាហានិភ័យលើមេគារបស់លោកទាបាញ់និងក្នុងប្រទេសកម្ពុជាបានទៀតនោះទេក្រុមចារកម្មយួននៅស្រុកខ្មែរតាំងពីសម័យជ័យជេដ្ឋាទី7មកម្លេះស្ដេចខ្មែរយកប្រពន្ធយួនត្រូវបានកូនខ្មែរនិយាយតៗគ្នារហូតមកដល់បច្ចុប្បន្នភាពនេះដូច្នេះទឹកដីខ្មែរត្រូវរងនៅសកម្មភាពចារកម្មគ្រប់ចំនួនទាំងអស់ឲ្យតែខ្មែរធ្វើអ្វីជីងនៅអ្វីគេឃើញមុនគេព្រមទាំងទប់ស្កាត់បានដោយងាយទៀតផងចំពោះចំនួនលោកហ៊ុនសែនវិញគឺបន្ថែមបន្ទុកកាន់តែធ្ងន់ទៀតនោះគឺលោកហ៊ុនសែនបានយកទឹកដីខ្មែរធ្វើជាកញ្ចេះយួនហើយយួនជាចៅហ្វាយរបស់លោកហ៊ុនសែនតែម្ដងប្រិយមិត្តនេះគឺជាសារៈសំខាន់ដែលផ្ទៃក្នុងកំពុងរើខ្លួនយ៉ាងឆាប់រហ័សមិនមែនធម្មតានោះទេព្រោះខ្មែរបានសាមគ្គីភាពជាកម្លាំងកម្ចាត់ជាមួយយួនតែម្ដងមិនទុកឲ្យក្រុមចារកម្មយួននិងហ៊ុនសែនធ្វើខ្យល់ព្យុះភ្លៀងនិងបង្កើតហានិភ័យកាន់តែធំឡើងនៅស្រុកខ្មែរទៀតនោះឡើយដូច្នេះការកម្ចាត់មន្ត្រីក្បែរខ្លួនរបស់លោកហ៊ុនសែនត្រូវបានសម្ដេចវិជ័យសេនាទាបាញ់និងសម្ដេចកូឡាហោមសខេងរៀបចំរចនាសម្ព័ន្ធនៃគោលយុទ្ធសាស្ត្រការកំទេចឲ្យអស់នៅក្នុងគោលបំណងធំដាក់ចុះនៅមនោគមរបស់យួនចេញពីទឹកដែនកម្ពុជាឲ្យតល់តែបានប្រិយមិត្តជាទីគោរពហ៊ីងប៊ុនហៀងនិងហ៊ុយពិសិដ្ឋត្រូវបានលោកទាបាញ់ចាប់បង្ខំចេញពីក្របខ័ណ្ឌតបនៅថ្ងៃនេះបន្តនេះគឺលោកឃ្លាំងហួតបានបង្កផែនការនៅខ្មែរមិនមានភាពស្ងៀមស្ងាត់បុរសម្នាក់នេះជានរណាហើយមកពីណាកូនខ្មែរគួរឲ្យដឹងនិងគួរយល់អំពីទស្សនវិជ្ជាអំណាចនិងទស្សនវិជ្ជានៃក្រុមចារកម្មមួយចំនួននិងក្រុមអំណាចរបស់លោកហ៊ុនសែនមួយចំនួនដែលត្រូវប៉ូលីសអ៊ីនតឺប៉ូលនិងតុលាការនៃប្រទេសបារាំងត្រូវមានវិធានការអាជ្ញាដកក្តៅសម្រាប់ការចាប់ខ្លួនរបស់ពួកគេហើយទង្វើរបស់លោកឃ្លាំងហួតនៅក្នុងប្រទេសកម្ពុជាដែលមានទង្វើអ្វីខ្លះសម្រាប់ជំនួយដល់លោកហ៊ុនសែននោះប្រិយមិត្តលោកឃ្លាំងហួតជាមន្ត្រីមួយរូបដែលហ៊ានធ្វើអ្វីសពគ្រប់បែបយ៉ាងដើម្បីការពាររាជរដ្ឋាភិបាលនៃក្រុមគ្រួសារវង្សត្រកូលហ៊ុនភាពបដិបដាច់នេះស្ដែងលើក្នុងទិវាជ័យជំនះ7មករារបស់គណៈបកប្រជាជនកម្ពុជាដែលលោកឃ្លាំងហួតបានឡើងថ្លែងអំពីភាពបដិញ្ញាចិត្តនៅក្នុងនាមជាតំណាងអង្គមន្ទីរវាគ្មិនលោកឃ្លាំងហួតមានអាយុ54ឆ្នាំជាងនិងមានឈ្មោះក្រៅថាម៉ាប់លោកធ្លាប់រស់នៅក្នុងជំរំតស៊ូនៅព្រំដែនខ្មែរថៃអស់មួយរយៈដែរគឺជំរំសេអនុនិយមសាយប៊ីហើយលោកអាងថាលោកធ្លាប់ជាយោធិនម្នាក់ផងនោះឪពុករបស់លោកឃ្លាំងហួតគឺលោកថាច់ខនអតីតយោធាជាន់ខ្ពស់នៃគណៈបកមកពីប្រទេសកុម្មុយនីសយួនដែលបានចោះចូលជាមួយនឹងលោកហ៊ុនសែននោះលោកឃ្លាំងហួតជាចេះភាសាថៃស្ទាត់ជំនាញហើយស្គាល់មន្ត្រីអ្នកមុខអ្នកការព្រមទាំងមានបណ្ដាញជាច្រើននៅក្នុងប្រទេសថៃផងដែរលោកឃ្លាំងហួតបានកាន់តំណែងជាអភិបាលខណ្ឌទួលគោកនិងក្រោយមកផ្លាស់ទៅជាអភិបាលខណ្ឌឫស្សីកែវលោកឃ្លាំងហួតត្រូវបានគេពណ៌នាថាជាមនុស្សអំនួតនិងឱកាសនិយមលោកឃ្លាំងហួតជាមនុស្សរបស់យួនបង្កប់នៅក្នុងស្រុកខ្មែរសម្រាប់បរិបទចារកម្មជាន់ខ្ពស់ម្នាក់នៅក្បែរលោកហ៊ុនសែនបានចោះចូលជាមួយគណៈបកប្រជាជនកម្ពុជានៅក្នុងអំឡុងឆ្នាំ2005លោកបានរក្សានិងទទួលតួនាទីជាអភិបាលខណ្ឌឫស្សីកែវដដែលប៉ុន្តែក្នុងរូបភាពនៃការបង្ហាញថាលោកឃ្លាំងហួតបានបកស្រាយថានេះគឺជាសិទ្ធិសេរីភាពផ្នែកនយោបាយនៅក្នុងភាពជំនឿទៅវិញទៅមករវាងលោកហ៊ុនសែនជាមួយនឹងលោកក្រោយការគ្រប់គ្រងរបស់លោកនៅខណ្ឌឫស្សីកែវនិងខណ្ឌជ្រោយចង្វាអាជ្ញាធរបានរដ្ឋបិទនិងរំលោភសិទ្ធិសេរីភាពចំពោះប្រជាពលរដ្ឋជាច្រើនករណី
មានជាអាចគឺការរីរាំងបរដ្ឋសហគមន៍ពេងនៃខេត្តកំពង់ឆ្នាំងមិនអោយឡើងមកតវ៉ានៅភ្នំពេញនិងការឈូសឆាយលំនៅឋានបរដ្ឋក្នុងភូមិជ្រោយចង្វាដើម្បីយកដីឲ្យក្រុមហ៊ុន OCIC របស់លោកប៉ុងខៅសែជាដើមជាមួយនឹងនេះផងដែរលោកក្លាំងហួតជាមន្ត្រីមួយរូបដែលសូម្បីតែរឿងអាស្រូវដូចជាលបែងស៊ីសងនិងអំពើពុករលួយហើយរឿងអាស្រូវទាំងអស់នេះត្រូវបានចោទប្រសាយជាហូរហែតាមកាសែតក្នុងស្រុកនិងកាសែតមួយចំនួនពីបរទេសហើយមានការបញ្ជាក់ពីអតីតនៃអំណាចមួយចំនួននៅក្នុងស្រុកក៏ដូចជាក្រៅស្រុកក៏ប៉ុន្តែលោកក្លៀងហួតបានបដិសេធនៃការចោទប្រកាន់ទាំងអស់នោះទន្ទឹមនឹងនេះរឿងអាស្រូវមួយចំនួនរបស់លោកក្លៀងហួតនិងប្រពន្ធកូនរបស់លោកក្លៀងហួតនោះក៏ធ្លាប់បណ្ដឹងរឿងក្នុងរូបភាពនៃការឆោបោកលុយគេរាប់លានដុល្លារផងដែរលោកក្លៀងហួតជាចារកម្មយួនបង្កប់នៅក្នុងទឹកដីកម្ពុជាដែលបានចោះចូលនៅក្នុងរូបភាពនយោបាយคล้ายៗទៅជារដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍជនបទជាដើមគឺលោកលុនផុងធ្លាប់បានប្តឹងភរិយារបស់លោកក្លៀងហួតឈ្មោះអួងផល្លានិងលោកក្លៀងហួតផ្ទាល់អំពីបទឆបោកនិងសំគំនិតក្នុងអំពើឆបោកលុយចំនួនជាង$730,000អាមេរិកប្រព្រឹត្តកាលពីឆ្នាំ2006និង2007តុលាការក្រុងភ្នំពេញបានកោះហៅលោកក្លៀងហួតដែរនិងភរិយាលោកស្រីអួងសុផាឡាទៅបំភ្លឺរឿងនេះកាលពីខែឧសភាឆ្នាំ2014នេះបើយោងទៅតាមការចោទប្រសាយរបស់កាសែតភ្នំពេញប៉ុស្តិ៍និងសារព័ត៌មានក្នុងស្រុកមួយចំនួនប៉ុន្តែគេមិនឃើញសារព័ត៌មានស្ដីអំពីសេចក្តីសម្រេចជាចុងក្រោយរបស់តុលាការនៅក្នុងសំណុំរឿងឆបោកលុយរបស់លោកក្លៀងហួតនោះឡើយទោះបីជាមានរឿងអាស្រូវជំទឹះក្តីនិងរួមការចោទប្រកាន់រឿងឆបោកលុយរាប់លានដុល្លារក៏ដោយលោកក្លៀងហួតនៅតែរំកិលខ្លួនទៅចិត្តលោកហ៊ុនសែនដើម្បីបានតំណែងធំលោកក្លៀងហួតកំពុងរស់នៅមានសេរីភាពនិងពង្រឹងអំណាចរបស់ខ្លួនកាន់តែខ្លាំងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយហ៊ុនសែននិងក្រុមគ្រួសារនៃវង្សត្រកូលហ៊ុនដែលហៅបានថាជាអ្នកមានគុណរបស់លោកក្លៀងហួតក៏ប៉ុន្តែមិនទៀងទាត់នោះទេប្រសិនបើថ្ងៃណាមួយលោកធ្វើឲ្យចៅហ្វាយនេះរបស់លោកតោះចិត្តឬក៏បើចៅហ្វាយនេះរបស់លោកអស់អំណាចនោះនៅអ្វីដែលលោកកំពុងមាននៅពេលនេះក៏អាចនឹងត្រូវប្រែប្រួលហើយប្រសិនបើលោកមានអាកំបាំងកំពុងលះទុកនោះវានឹងអាចត្រូវមានគិលាត្រដាងជីងផងដែរនៅពេលដែលលោកហ៊ុនសែនអស់អំណាចនេះគឺជាទស្សនវិជ្ជានៅក្នុងសភាពការមួយចំនួនដែលគណៈបកប្រជាជនកម្ពុជាក្រមអធិបតីនៃការដឹកនាំរបស់លោកហ៊ុនសែនគឺជាក្រុមបង្កើតនៃភីវរកម្មនិងក្រុមចារកម្មមួយចំនួនមកពីស្រុកយួនដើម្បីឃុំក្រងលោកហ៊ុនសែនឲ្យស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកហ៊ុនសែនហើយក៏ជាតួនាទីមួយដែលយើងអាចមើលឃើញច្បាស់អំពីលំហដែលមិនមានសុក្រិតភាពមួយហើយក៏ជាជំនឿនៅក្នុងប្រព័ន្ធនៃទស្សនវិជ្ជាទាំងអស់ដែលយើងអាចមើលឃើញច្បាស់អំពីលបែងនៃឈុតឆាកនយោបាយក៏ជាជំនឿនៅក្នុងការកំទេចនៃលបែងឈុតឆាកនយោបាយនោះវាកំពុងនិយាយឡើងអំពីការចាប់យកឱកាសនិងការដាក់ឡើងនៅទស្សនវិជ្ជានយោបាយជាចម្បងក្នុងគណៈបកប្រជាជនកម្ពុជាក៏ដូចជាការបង្ហាញជិញអំពីវិសាលភាពនៃអង្គអំណាចមួយចំនួននៅក្នុងប្រទេសដើម្បីកាត់ផ្តាច់ចំណងនៃមហិច្ឆតានយោបាយមកពីស្រុកយួនសារព័ត៌មានខ្មែរមេកុងញីវសូមអរគុណទៅកាន់អស់លោកអ្នកដែលបានតាមដានសារព័ត៌មានរបស់យើងខ្ញុំដើម្បីអស់លោកមិត្តអ្នកស្ដាប់ងាយស្រួលតាមដានសូមចុច Subscribe និងចុចកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីរបស់យើងខ្ញុំបានគ្រប់ពេលវេលាសូមអរគុណនិងជម្រាបលា